នេះគឺជាការផ្ដិតយកនៅទស្សនវិជ្ជាទាំងស្រុងនៃដំណើរកំសាន្តទៅកាន់ខេត្តផ្សេងៗក៏ដូចជាទៅបរទេសដែរខេត្តដែលខ្ញុំបានទៅនេះគឺខេត្តសៀមរាបតែសួនរបស់គេនេះគឺជាសួនរកវ័នបែបធម្មជាតិហើយទេសភាពខ្ញុំបានផ្ដិតយកបែបនេះដែលមានផ្កាចម្រុះពណ៌ជាច្រើនមិនមែនមានតែប៉ុណ្ណេះទេមានផ្កាផ្សេងទៀតស្រស់ស្អាតជាងនេះទៅទៀតប៉ុន្តែខ្ញុំថតជាស្លឹកខ្ញុំមិនបានថតជាវីដេអូគឺសោកស្ដាយមែនទែនគឺថតបានតែប៉ុណ្ណឹងចែកជូនបងប្អូនទស្សនាអូខេស្អាតទេបន្តមកទៀតគឺសួនគេរៀបចំបែបជាដាំប្រទាលដាំអីផ្សេងខ្ញុំមិនស្គាល់ឈ្មោះទេប៉ុន្តែខ្ញុំឃើញមានភាពស្រស់ស្អាតក៏ខ្ញុំបានផ្ដិតយករូបភាពនេះមកចែកចាយជូនបងប្អូនទស្សនាជាការកម្សាន្តផងដែរហើយយើងគឺមានច្រើនគេរៀបចំច្រើនមែនទែនហើយតម្លៃក្នុងការរៀបចំនេះគឺថាអស់ច្រើនយើងដឹងហើយពួកកូនប្រទាលអីនោះវាមានតម្លៃថ្លៃហើយរៀបចំបានប៉ុណ្ណឹងគឺមិនចំណាយលុយតិចទេតែពីនឹងមកយើងចូលទៅដល់វីដេអូមួយទៀតដែលពាក់ព័ន្ធជាមួយនឹងទឹកជ្រោះបែបធម្មជាតិស្រស់ស្រាយសប្បាយអារម្មណ៍ដែលក្នុងនោះយើងមានជាសត្វត្រីមានអីនៅក្នុងនោះច្រើនណាស់ជីវៈចម្រុះច្រើនមែនទែនជាពិសេសគឺត្រីនឹងតែម្ដងអូខេបន្តមកទៀតយើងចូលដល់សួនមួយកន្លែងទៀតដែលស្ថិតនៅខេត្តសៀមរាបសួននេះស្រស់ស្អាតគេរៀបចំស្រស់ស្អាតហើយជាទូទៅគឺខែវស្សាហើយរដូវរំហើយណាដែល